សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបកកោតឆ្នាំនេះឡើងដឹងបីចែករំលែកចំណេះដឹងជាពិសេសសម្រាប់សិស្សត្រៀមប្រឡងបាក់ឌុបឆ្នាំ2026នៅទីនេះអ្នកនឹងទទួលបានសង្ខេបមេរៀនងាយយល់គន្លឹះប្រឡងឲ្យបានពិន្ទុខ្ពស់ធីបស្រៀនវិញ្ញាថ្មីទាប្រឡងបាក់ឌុបចាប់ផ្ដើមជាមួយមុខវិជ្ជាប្រអប់វិទ្យាសម្រាប់បាក់ឌុប2026សូមគាំទ្រ Channel ថ្មីនេះផង Like Share Subscribe អរគុណសម្រាប់ការគាំទ្រវិញ្ញាសាបាក់ឌុប2026មុខវិជ្ជាវិញ្ញាសាប្រវត្តិវិទ្យាប្រធានាតារដ្ឋបហាទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅឆ្នាំណានិងបាននាំមកអ្វីខ្លះសម្រាប់កម្ពុជាតាមមូលហេតុអ្វីបានជាគេចាត់ទុកថាសម្ដេចនរោត្តមសីហនុនិងសម្ដេចហ៊ុនសែនជាបេតាសន្តិភាពនៅកម្ពុជាតើសង្គ្រាមត្រជាក់ជាអ្វីជាមានផលវិបាកអ្វីខ្លះដល់ពិភពលោកថ្ងៃរំដោះ8មករាឆ្នាំ1979មានអត្ថន័យជាប្រវត្តិសាស្ត្រអ្វីខ្លះសម្រាប់កម្ពុជាតើអ្វីទៅជាគោលនយោបាយឈ្នះចម្លើយ 1. រដ្ឋបហាទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅឆ្នាំ1970រដ្ឋបហានេះបាននាំមកការបដូររបបរាជានិយមមកជាសាធារណខ្មែរប្រទេសបែកជាពីរបាក់គឺនៅទីប្រជុំជនគ្រប់គ្រងដោយសាធារណខ្មែរនិងនៅទីជនបទគ្រប់គ្រងដោយបក្សកុម្មុយនីសនៅក្រុងប៉េកាំងព្រះនរោត្តមសីហនុបង្កើតរដ្ឋាភិបាលនិរទេសខ្លួនអំពាវនាវឲ្យប្រជាជនចូលប្រៃម៉ាគីគឺដើម្បីប្រឆាំងរបបសាធារណខ្មែរមានសង្គ្រាមរវាងពួកសាធារណរដ្ឋនិងពួកខ្មែរក្រហមសង្គ្រាមស៊ីវិលធ្វើឲ្យមនុស្សស្លាប់របួសនិងពិការជាច្រើនការកើតឡើងនៅអំពើពុករលួយទីក្រុងភ្នំពេញឡោមភួនដោយពួកខ្មែរក្រហមប្រជាជនរស់នៅដោយខ្វះជម្រើសខ្វះសុវត្ថិភាពខ្វះស្បៀងអាហារខ្វះសុខាមាលភាពប្រជាជននៅទីក្រុងភ្នំពេញរស់នៅដោយការភ័យខ្លាចគ្រឹះស្ថានសិក្សាមួយចំនួនប្រយបិទទ្វារព្រោះលោកគ្រូអ្នកគ្រូបានរស់ភៀសខ្លួនកើតមានសង្គ្រាមត្រជាក់សេរីនិងកុម្មុយនីសខ្មែរក្រហមមានឱកាសឡើងកាន់អំណាចខ្មែរក្រហមបានសម្លាប់ប្រជាជនថាជាខ្មាំងរបស់អង្គការ 2. មូលហេតុបានជាគេចាត់ទុកថាសម្ដេចនរោត្តមសីហនុនិងសម្ដេចហ៊ុនសែនជាបិតាសន្តិភាពនៃកម្ពុជាព្រោះកសម្ដេចនរោត្តមសីហនុជាអ្នកផ្ដួលផ្ដើមឲ្យមានការចរចារកសន្តិភាពជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជាអ្នកចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសថ្ងៃទី2ដុល្លារ1991ជាអ្នកមករួបរวมជាតិជាអ្នកផ្សះផ្សាជាតិដោយធ្វើការផ្សះផ្សាវិបត្តិក្រោយការបោះឆ្នោតឆ្នាំ1993ដែលកើតចេញពីការដណ្ដើមឥទ្ធិពលគីនីរវាងគណៈបកហ្វុនស៊ីមពេកនិងគណៈបកប្រជាជនកម្ពុជាបង្កើតបានរដ្ឋាភិបាលចម្រុះជាអ្នកផ្សះផ្សារវិបត្តិនយោបាយក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ1998ដល់ឆ្នាំ2003ខសម្ដេចហ៊ុនសែនជាអ្នកផ្ដួលផ្ដើមឲ្យមានការចរចារកសន្តិភាពជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី23ដុល្លារ1991ជាអ្នកធានាអះអាងសន្តិភាពសម្រាប់ថ្នាក់ក្រុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី23ដល់28ឧសភា1993ជាអ្នកផ្សះផ្សាវិបត្តិក្រោយការបោះឆ្នោតឆ្នាំ1993ឆ្នាំ1998ឆ្នាំ2003ឆ្នាំ2008និងឆ្នាំ2013ជាអ្នកបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាដោយអនុវត្តនយោបាយឈ្នះឈ្នះយុទ្ធសាស្ត្រឈ្នះឈ្នះដែលបានរំលាយអង្គការចាត់តុងខ្មែរក្រហមនិងធ្វើសមាហនកម្មកងកម្លាំងខ្មែរក្រហមឲ្យមកចូលរួមរស់ជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ1998នាំមកនូវសន្តិភាវនាភិកម្មនៅកម្ពុជា 3. សង្គ្រាមត្រជាក់ជាប្រភេទសង្គ្រាមធ្វើការប្រណាំងប្រជែងខាងផ្នែកគ្រឿងសភាវុធទំនើបមនោគមនាញការនយោបាយបច្ចេកវិទ្យារវាងប្លុកកុម្មុយនីសសហភាពសូវៀតនិងប្លុកសេរីសហរដ្ឋអាមេរិកដែលជាអ្នកបង្កវាផ្ដល់ផលវិបាកដូចជាអង្គការសហប្រជាជនពុំអាចបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើររក្សាសិទ្ធិគ្រប់យ៉ាងប្រជាជនដែលទៅតែរួចផុតពីអាណានិគមត្រូវប្រជុំមុខនឹងមនោគមនាញការដែលផ្ដល់ឲ្យបែកបាក់ជាតិការរត់ទាំងខាងសភាវុធបាននាំពិភពលោកទៅរកភាពមហន្តរាយនៃអាវុធបល្ល័យលោកនិងការបង្កើតបកសម្ព័ន្ធយោធាប្រជុំមុខដាកាហ្គាប្រជាជនដែលទៅតែរួចផុតពីអាណានិគមនិងប្រទេសទុនខ្សោយត្រូវប្រជុំមុខនឹងសង្គ្រាមស៊ីវិលដែលនាំមកនូវវិនាសកម្មនិងការខូចខាតយ៉ាងធ្ងន់ធ្ងរប្រទេសមួយចំនួនត្រូវបានបែងចែកជាពីរដូចជាប្រទេសវៀតណាមប្រទេសកូរ៉េប្រទេសអាល្លឺម៉ង់ជាដើម 4. ថ្ងៃរំដោះ7មករា1979បានផ្ដល់អត្ថន័យជាប្រវត្តិសាស្ត្រចំពោះកម្ពុជាដូចជាថ្ងៃដែលប្រជាជនកម្ពុជារួចផុតពីការសម្លាប់រងឡាននៃរបបប្រល័យពូជជនបម៉ាយកម្ពុជាប្រជាធិបតេយ្យជាថ្ងៃដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យជាថ្ងៃចាប់ផ្ដល់សន្ធិនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាជាថ្ងៃដែលប្រជាជនកម្ពុជាទទួលបាននូវសិទ្ធិសេរីភាពសិទ្ធិនៃការសម្រេចចូលវេទះខ្លួនជាការរស់រានឡើងវិញនូវវប្បធម៌ជាតិជំនឿសាសនាប្រពៃណីទំនៀមទម្លាប់សិល្បៈថ្ងៃស្ដារនិងកសាងប្រទេសឡើងវិញលើគ្រប់វិស័យស្របតាមឆន្ទៈនិងគោលបំណងប្រជាជនថ្ងៃដែលកម្ពុជាឈានទៅរកឯករាជ្យសន្តិភាពសេរីភាពនិងសុភមង្គលជាថ្ងៃស្ដារមុខមាត់ប្រទេសកម្ពុជាឡើងវិញនៅឆាកអន្តរជាតិជាថ្ងៃដែលផ្ដល់ឲ្យមានវត្តមានកងទ័ពវៀតណាមជាថ្មីម្ដងទៀតលើទឹកដីកម្ពុជា 5. គោលនយោបាយឈ្នះឈ្នះ
ก็นิยมในគោលនយោបាយឆ្នេះឆ្នេះជាយុទ្ធសាស្ត្រសម្រាប់បញ្ចប់សង្គ្រាមផ្ទៃក្នុងនិងស្វែងរកសន្តិភាពនៅកម្ពុជាខសមត្ថផលគោលនយោបាយឆ្នេះឆ្នេះវិស័យនយោបាយឆ្នាំ1998សមាហនកម្មកងកម្លាំងខ្មែរក្រហមជាមួយកងទ័ពប្រជារដ្ឋាភិបាលធ្វើឲ្យកងទ័ពមានការឯកភាពដើម្បីស្ដារនិងកសាងប្រទេសជាតិក្រោយពីកងកម្លាំងខ្មែរក្រហមដួលរលំនៅតាមព្រំដែនមានសុវត្ថិភាពនិងមានការអភិវឌ្ឍគំនិតអង្គការចាត់តាំងខ្មែរក្រហមមាតុភូមិនិវត្តរបស់ជនភៀសខ្លួនតាមព្រំដែនបែងចែកដីធ្លីកាន់កាប់ជាកម្មសិទ្ធិដល់បងប្អូនភៀសខ្លួនអតីតខ្មែរក្រហមបងប្អូនខ្មែរក្រហមទទួលបានទូនាទីនិងបុណ្យសារគេធ្លាប់មានពីមុនវិស័យសង្គមឆ្នាំ1998បច្ចុប្បន្នប្រទេសកម្ពុជាមានសុវត្ថិភាពនិងសន្តិភាពពេញលេញធ្វើឲ្យមានឯកភាពជាតិនិងការបង្រួបរំជាតិធ្វើឲ្យមានសមត្ថផលច្រើនវិស័យសេដ្ឋកិច្ចកំណើនទិន្នផលកសិកម្មឧស្សាហកម្មកំណើនអ្នកវិនិយោគកំណើនភ្ញៀវទេសចរមានតំណែងទីផ្សារក្នុងតំបន់និងក្រៅតំបន់កំណើនគុំការកសាងផ្លូវថ្នល់ផ្លូវដែកស្ពានកំពង់ថាអាកាសយានដ្ឋានវិស័យអប់រំកំណើនទម្រង់ស៊ីជម្រៅលើវិស័យអប់រំសាងសង់សាលារៀនបណ្ដុះបណ្ដាលទុនភាពមនុស្សសិល្បៈសាសនាសុខាភិបាលកម្មខាងសាសនាសុខាភិបាលសាងសង់មន្ទីរពេទ្យមណ្ឌលសុខភាពនិងទិដ្ឋភាពផ្សេងៗទៀតសូមអរគុណសម្រាប់ការទស្សនាបើវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកកុំភ្លេចចុច like share និង subscribe ដើម្បីគាំទ្រ channel នេះផងអរគុណជួបគ្នាវីដេអូបន្ទាប់ជាមួយមេរៀនថ្មីៗនិងគន្លឹះប្រឡងបាក់ឌុប2026រៀនឲ្យឆ្លាតដើម្បីជោគជ័យ